ខ្ញុំចង់ឲ្យលោកពុកប្រាប់ពីលំហាត់ប្រាណកបន្ទាប់ពីខ្ញុំបានធ្វើការម៉ាស្សាកសម្រួលកជូនលោកពុកហើយតែខ្ញុំចង់ឲ្យលោកពុកប្រាប់ពីលំហាត់ប្រាណដើម្បីបងប្អូនបានឃើញហើយអនុវត្តតាមលោកពុកហើយបានធូរប្រសើរដោយលោកពុកដែរអញ្ចឹងបាទអញ្ចឹងក្បាច់ទី1តើលោកពុកធ្វើបែបណាដើម្បីបងប្អូនបានដឹងបាទយើងយកដៃឆ្វេងមកដាក់មកក្រោយខ្នងចេះមកបាទទី2យើងងាកស្ដាំមកមើលឲ្យចំស្មាមើលចំស្មាបាទទី3យើងអោនក្បាលចុះបន្តិចបាទទី4យកដៃមកនេះបាទយើងទាញអស់មកនេះបាទទាញឲ្យអស់លះមកធូរហើយបាទចឹងនេះបងប្អូនតេតតនឹងការបញ្យឺតកគឺលោកពុកខ្ញុំបានធ្វើបែបនេះបងប្អូនពេលដែលយើងដាក់ដៃមកក្រោយហើយយើងអោនទៅចំស្មាយើងមើលចំស្មាចំក្លៀកហើយយើងទាញបែបនេះទៅវាធ្វើឲ្យមានការបញ្យឺតនៅកន្លែងនេះល្អខ្លាំងមែនទែនហើយវាអត់ប៉ះពាល់ទៅលើឆ្អឹងកទេនៅពេលដែលបងប្អូនធ្វើការទាញខុសហើយវាប៉ះពាល់ទៅលើឆ្អឹងកវាមានសម្ពាធធ្វើយើងឈឺកចុករយកហើយអត់ស្លាស់ទេអញ្ចឹងការទាញបែបនេះគឺល្អខ្លាំងមែនទែនបងប្អូនមើលទាញអញ្ចឹងទាញតឹងអស់ណានេះបាទអញ្ចឹងលពកនេះគឺជាលំហាត់ប្រាណកអញ្ចឹងការធ្វើយើងធ្វើម្ដងយើងធ្វើរយៈពេល3ដង15ទៅ20វិនាទីដែរអូខេចុះបងប្អូនគឺយើងធ្វើការទាញបែបហ្នឹងតាមលពកខ្ញុំបានបន្ទាប់ពីយើងធ្វើការសម្រួលកហើយបញ្យឺតបែបហ្នឹងទៀតគឺល្អខ្លាំងមែនតើអញ្ចឹងយើងអាចធ្វើការទាញស្ដាំ3ដងឆ្វេង3ដងអូខេបាយបាយលពកបាយបាយ